បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទឥឡូវនេះគឺខ្ញុំមកដល់ថ្មដាបាទកន្លែងនេះគឺជាកន្លែងដែលយោធាសៀមបានពាត់ឡានលួសបាទគ្រប់គ្រងអាគារមួយនេះបាទនេះគឺទស្សនភាពបាទក្រុមការងារបើយើងមកគ្នា3នាក់មួយអង្គនោះគុណចាស់កំពុងតែថតនៅទស្សនភាពកន្លាលួសតែយោធាសៀមបានពាត់បាទយកអាគារនេះបាទខាងនេះគឺជាខាងម៉ែយើងហើយខាងនេះគឺជាខាងដែលគេពាត់យកបាទឲ្យបងប្អូនទាំងអស់គ្នាបានមើលពីទស្សនភាពគាត់ពាត់បាទទៅដល់ទីនោះនេះគឺជាផ្ទះរបស់ប្រជាប្រដ្ឋខ្មែរយើងបាទស្ងាត់ឈឹងតែម្ដងបាទស្ងាត់ឈឹងតែម្ដងពីព្រោះថាបាត់ឈប់បាញ់គឺពីថ្ងៃទី27រហូតមកដល់ថ្ងៃទី2ខែមករាឆ្នាំ2026នេះបានតែប្រហែលថ្ងៃគេមិនទាន់បានមកទឹកស្រួលបួលទេអញ្ចឹងប្រជាប្រដ្ឋមិនសូវជាបានមានហ៊ានទាន់មកទេបាទមកមួយបាទមកមួយដោយសារតែបាត់ឈប់បាញ់ទៅចូលថ្មីអានេះចូលថ្មដែរមកបានឲ្យបលាលុះច្រើនមែនតើឲ្យបងប្អូនទាំងអស់គ្នាបានមើលពីបលាលុះនេះពីនេះចំណឹងក្រុមការងារសួស្តីបងប្អូនទាំងអស់គ្នាបាទខ្ញុំមកដល់ច្រកមកដល់ព្រំប្រទល់កម្ពុជាថៃហើយបានឃើញទស្សនភាពនេះច្បាស់បងប្អូនទាំងអស់គ្នាបាទតើតងជាមួយនឹងការរៀបបលាលុះគាត់ចុះគៀហើយនេះអ្នកភូមិយើងមិនទាន់មានពីណាគេហ៊ានមកទេជាតូធំគឺបិទស្ងាត់ងុំតែម្ដងមានឡានមកមួយហើយជាឡានតាក់ស៊ីខ្ញុំឃើញឡានតាក់ស៊ីមកមួយមកថាជាឡានបោះខ្មែរឬឡានបោះចាត់ឃើញហើយបាទនេះគឺបលាលុះបតយកkiaនេះបាទតំបន់ក្តៅតំបន់ប្រឈមខ្លាំងកន្លែងនេះមិនទាន់មានប្រជាប្រដ្ឋមកទេបាទឃើញចិនបើកឡានមកមួយហើយប្រជាប្រដ្ឋយើងឃើញមានជិះម៉ូតូជិះឡានមួយដែរឆឹងតែម្ដងហើយមានអាគារយើងខ្លះមានបើកភ្លើងតូបលក់ដូររបស់ប្រជាប្រដ្ឋតូបលក់ដូររបស់ប្រជាប្រដ្ឋមានបើកភ្លើងបើកអីហើយប៉ះពាល់ខ្លាំងហើយបងប្អូនទាំងគ្នាមើលkia